នេះគឺជាវីដេអូភាគ2តពីភាគមុនបងប្អូនណាគឺយើងតភាគពីភាគមុនមកដាក់ប្រកងម្នាក់ឯងនេះពេលនេះគឺយើងមកមើលនេះបានត្រីមួយត្រីឆ្លាំងជួលត្រីឆ្លាំងមួយឥឡូវយើងមកមើលមួយទៀតអានេះជប់ត្រីតាអូនមួយទៀតបានអត់ត្រីនេះហូបបាយយប់នេះបានត្រី2ក្បាលនេះមើលម្ដងវាអត់ត្រូវមិនទេយប់នេះថាមិនត្រូវទេថាយើងមើលម្ដងមើលលើកទី1ហ្នឹងវាអត់សូវបានត្រីទេវាអត់ត្រូវប្រយគាត់តែមើលលើកទី2បានវាត្រូវពេលយប់ម៉ោង1ទៅម៉ោង3ហ្នឹងបានត្រូវពេលពីក្បាលល្ងាចម៉ោង10នេះអត់ជាប់បាន2ក្បាលយើងយកមកអាំងបាន2ក្បាលហ្នឹងឯងហូបបាយព្រោះវាអត់ត្រូវដឹងមិនពេលល្ងាចអត់ត្រូវហើយក៏យើងអាំងរៀបចំអាំងចិត្តបងប្អូនហើយណាមួយបាយក៏យើងដាំទុកស្រាប់ហើយមុននឹងជើងតោតហ្នឹងយើងដាំចិនហើយបានយើងទៅមើលបង្កងយើងមើលបង្កាយយើងនេះដល់ពេលមកវិញយើងដាក់អាំងត្រីមកយើងហូបបាយបងប្អូនតែនេះអត់ទាន់ឆ្អិនទេដល់ពេលយើងហូបបាយរួចគឺនេះយើងទៅមើលទៀតបាយរួចយើងមិនធ្វើភ្លាមទេយើងសម្រាកដេកទោះជាម៉ោង1យើងភ្ញាក់មកយើងទៅមើលអត់មើលនេះបង្កងទី1ជួល1ទៀតហើយនេះទាំងធំគួរសមត្រីឆ្លាំងត្រឹសដែរត្រូវតែពេលព្រឹកលឹងងាប់បាត់នេះវាមិនមែនងាប់តែវាចិត្តងាប់វាជប់យូរពេកនេះមានទូចទេបងប្អូនប៉ុនក៏ដៃហ្នឹង1 3 4ខំដែរត្រីនេះពេលល្ងាចហូបបាយចិត្តនឹងអត់អីហូបតែដោយសារវាអត់ត្រូវដល់ពេលព្រឹកឡើងនេះម៉ោង1ម៉ោង2ម៉ោង3ម៉ោង4នេះមកមើលជាប់សិតតែត្រេនធំនេះត្រីឆ្លាំងអត់មានទួយទេនេះសិតតែគីឡូឆ្លាំងបងប្អូនហើយយំហ្នឹងសបាយមើលបដ ாய் លេងដេកបដ ாய் ដល់មើលទៅត្រីវាត្រូវច្រើនណាយើងលេងងុយដេកមើលចុះមើលឡើងតន្តែភ្លឺបងប្អូនបាទពេលខ្លះតដាក់អត់ត្រូវទៅអាហ្នឹងងុយដេកចំយើយតែបើដាក់ត្រូវអញ្ចឹងគ្មានទេកន្លែងនេះអាហ្នឹងត្រូវទៀតកន្លែងនេះណាមួយគាត់គោបយើងជិតអស់ភ្លើងទៀតភ្លើងនៅសល់បន្តិចចង់លោតលេតអានេះជួភ្លើងទូរស័ព្ទផងតែភ្លើងប៉ុណ្ណឹងបើថាកុំភ្លើងទូរស័ព្ទអត់សុំភ្លើងទេអានេះក៏ធំក៏សមដែរតែយើងអាចបានថតគ្រប់